សួស្តីបងប្អូនអរគ្នាថ្ងៃនេះនេះខ្ញុំមកចែកអំពីវិធីធ្វើទឹកគ្រឿងរបស់នាងខ្ញុំបងប្អូនពីច្រើនគឺបងប្អូនចេះធ្វើទឹកគ្រឿងគឺមានបាក់ធ្វើទេបងប្អូនប៉ុន្តែនេះគឺជាស្នាដៃរបស់នាងខ្ញុំធ្វើរបៀបហ្នឹងបងប្អូនគឺយើងញ៉ាំផ្ទាប់ជាមួយនឹងលក់ស្ដៅបងប្អូនខែនេះគឺស្ដៅសម្បូរបងប្អូនចឹងយើងធ្វើទឹកគ្រឿងញ៉ាំទៅលក់ជាមួយស្ដៅបងប្អូនឆ្ងាញ់មែនទែនហើយបន្លែមានច្រើនមកទៀតណាបងប្អូនមិនមែនស្ដៅទេមានតែត្រប់មានតែនងហើយនេះជាគ្រឿងផ្សំសម្រាប់ធ្វើទឹកគ្រឿងរបស់នាងខ្ញុំបងប្អូនមានត្រីរ៉ស់មួយទៅចំនួន7 គីឡូដែរបងប្អូនមួយបាខាំយ៉ាងទៅហើយបន្លែបងប្អូនបន្លែមានស្ដៅមានស្អំមានខ្ញីមានត្រសក់មានអីយ៉ាងទៅបងគឺយើងរៀបចំទុកចឹងណាបងប្អូនតមកទៀតយើងចាប់ដើមទឹកឲ្យពុះហើយយើងយកត្រីរបស់យើងណាបងប្អូនយកវាទៅស្ងោរវាឲ្យវាឆ្អិនសិនណាបងប្អូនស្ងោររយៈពេល4-10 នាទីអីទៅមកឆ្អិនអញ្ចឹងណាបងប្អូនហើយបន្តមកទៀតគឺខ្ញុំប្រើប្រហុកបងប្អូនយើងចាក់ប្រហុកក្នុងចានទៅយើងស្រុះជាមួយនឹងទឹកក្តៅទៅដើម្បីឲ្យប្រហុកហ្នឹងលាយចូលគ្នាអស់ចឹងណាបងប្អូនហើយបន្តមកទៀតយើងមកលីងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសបងប្អូនដើម្បីលីងវាឲ្យឆ្អិនយើងទុកម្ល៉េះសិនបន្ទាប់ពីត្រីរបស់យើងគឺថាឆ្អិនណាមកនេះខ្ញុំចាប់ដើមមកបេះបងប្អូនបេះចូលឆ្អឹងចេញអញ្ចឹងណាយើងយកទៅសាច់យើងបេះឆ្អឹងចេញបន្ទាប់ពីយើងបេះឆ្អឹងបេះសាច់បេះអីរួចរាល់យើងទុកម្ដងហើយបងប្អូនយើងចាប់ដើមមកបុកជាមួយនឹងគ្រឿងរបស់យើងមានខ្ទឹមសខ្ទឹមក្រហមមានម្ទេសយើងទៅបងប្អូនយើងធ្វើការបុកវាទៅបន្ទាប់ពីយើងបុកគ្រឿងអស់ហ្នឹងរៀងម៉ត់បន្តិចហើយបងប្អូនបន្ទាប់ពីម៉ត់បន្តិចហើយយើងចាប់ដើមដាក់ជាមួយនឹងត្រីបុកយើងចូលតែម្ដងទៅបងប្អូនចឹងឃើញថាគ្រឿងរបស់យើងគឺបានម៉ត់ល្អហើយចឹងបន្ទាប់មកទៅយើងចាប់ផ្ដើមដាក់ជាមួយនឹងត្រីបុកដែលយើងបានបេះឆ្អឹងរួចជាស្រេចនេះយើងធ្វើការបុកចូលគ្នាតែម្ដងទៅដើម្បីវាចូលជីគ្នាជាមួយនឹងត្រីជាមួយនឹងគ្រឿងយើងទៅបងប្អូនចំពោះការបុកបងប្អូនយើងកុំបុកវាម៉ត់ឡើងពេកបងប្អូនយើងបុករៀងជ្រុំតិចប៉ុណ្ណាហើយឲ្យវានៅរៀងសាច់រៀងដុំតិចចឹងណាបងប្អូនបន្ទាប់ពីយើងធ្វើការច្បល់ចូលគ្នាជាមួយគ្រឿងឲ្យបងប្អូនយើងធ្វើការដួសចេញដាក់នឹងក្នុងកូនឆ្នាំងតូចមួយទៅបងប្អូនអ្នកនៅកូនឆ្នាំងតូចមួយទុកមួយឡែកសិនទៅហើយបន្តមកទៀតយើងទឹកប្រហុករបស់យើងបងប្អូននៅពេលដែលយើងវាលាយវាយើងសម្រាប់បងប្អូនសម្រាប់ចូលតែទឹកវាទេហើយយើងចាក់ជាមួយនឹងត្រីដែលយើងបានបុកចូលនឹងកូនឆ្នាំងតូចមួយបងប្អូនយើងសម្រាប់កុំឲ្យដុយឆ្អឹងណាបងប្អូនបើចាំអូនមានប្រើកត្រងក៏បានដែរតែខ្ញុំខ្ជិលតែប្រើកត្រងគឺខ្ញុំសម្រាប់ចូលតែម្ដងទៅបងប្អូនគ្នាហើយយើងចាក់ចូលឆ្នាំងបងប្អូនហើយបន្ទាប់មកទៀតទឹកស្ងោរត្រីនេះបងប្អូនគឺខ្ញុំបានដួសដាក់ចូលនៅក្នុងកូនឆ្នាំងត្រីនឹងតែម្ដងទៅហើយបន្ទាប់មកទៀតយើងបុកជាមួយនឹងសណ្តែកដីចំពោះសណ្តែកដីបងប្អូនគឺយើងបុកកំម៉ត់ពេកបងប្អូនយើងបុករៀងគ្រើមតិចបានហើយកំម៉ត់ពេកបន្ទាប់មកទៀតយើងដាក់លើឆ្នាំងបងប្អូនលើឆ្នាំងដើម្បីធ្វើការផ្សំគ្រឿងមានទឹកត្រីអំបិលរ៉តឌីអីយើងប្រើគ្រឿងបន្តិចបានហើយបងប្អូនពួកយើងប្រើប្រហុកហើយចឹងយើងខ្លាចប្រៃយើងអាចថែមថយទៅតាមក្រោយតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តរៀងប្រៃរៀងសាបអីហ្នឹងទៅហើយយើងដាក់សណ្តែកដីចូលបន្ទាប់ពីខ្ញុំភ្លក់មើលសមល្មមហើយយើងដាក់សណ្តែកដីចូលណាបងប្អូនបន្ទាប់មកទៀតយើងដាក់សណ្តែកដីចូលហើយយើងចង់ក្រោយគឺយើងដាក់ជីបងប្អូនបន្ទាប់យើងដាក់ជីហើយយើងអាចដូរដាក់ចានដើម្បីយកមកទទួលទានបានហើយបងប្អូនយើងភ្លក់រសជាតិអីសមល្មមហើយយើងអាចទទួលទានបានបងប្អូនចំពោះបន្លែគឺនេះខ្ញុំស្រស់បងប្អូនដូចជាស្ដៅមានស្អំមានត្រប់ហើយមានដំណងអីចឹងណាបងប្អូនគឺនេះខ្ញុំបានស្រស់វាចឹងណាសម្រាប់បន្លែពិសេសដូចជាត្រសក់ដូចជាពពាយខ្ញីអីគឺនេះខ្ញុំមកស្រស់តែបើនេះខ្ញុំញ៉ាំឆាបន្ទាប់តែម្ដងទៅចាសម្រាប់វិធីធ្វើបុកទឹកគ្រឿងរបស់នេះខ្ញុំក៏មានតែប៉ុណ្ណឹងទេបងប្អូនបើសិនជាបងប្អូនមានវិធីធ្វើអីផ្សេងក្រៅពីខ្ញុំអាចធ្វើទៅតាមចំណង់ចំណូលចិត្តបងប្អូនបានចាប់នេះខ្ញុំវិធីធ្វើបុកទឹកគ្រឿងក៏មានតែប៉ុណ្ណឹងទេបងប្អូនអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ